អ៊ីរ៉ង់បានអះអាងថានាវាដឹកប្រេងចំនួន10គ្រឿងត្រូវបានវាយប្រហារនៅក្នុងច្រកសមុទ្រហូមូសដែលជាផ្លូវទឹកដ៏សំខាន់បំផុតមួយរបស់ពិភពលោកមន្ត្រីទីក្រុងតេហេរ៉ង់បានប្រមានថាឥឡូវនេះកងកម្លាំងអ៊ីរ៉ង់កំពុងគ្រប់គ្រងប្រតិបត្តិការលើផ្លូវទឹកយុទ្ធសាស្ត្រនេះហើយដោយប្រកាសថាច្រកសមុទ្រហូមូសឥឡូវនេះជាតំបន់ចំនួនដ៏ក្តៅគគុកហាមមិនឲ្យមានការធ្វើដំណើរឆ្លងកាត់ទៀតឡើយការបិទច្រកសមុទ្រហូមូសដោយអ៊ីរ៉ង់កំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារថាមពលសកលដោយមានប្រហែល 20% នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកត្រូវឆ្លងកាត់ច្រកសមុទ្រនេះហើយបញ្ហានេះក៏អាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់តំបន់អាស៊ីផងដែរដោយស្ថិតនៅចន្លោះប្រទេសអូម៉ង់និងអ៊ីរ៉ង់ច្រកសមុទ្រនេះគឺជាសរសៃឈាមដ៏សំខាន់សម្រាប់ការជួញដូរប្រេងសកលការបិទច្រកសមុទ្រនេះក្នុងរយៈពេលយូរអាចធ្វើឲ្យតម្លៃប្រេងកើនឡើងកាន់តែខ្ពស់ហើយអ្នកវិភាគមួយចំនួនបានព្យាករណ៍ថាតម្លៃប្រេងអាចហក់ឡើងដល់$100ក្នុងមួយបារ៉ែលនៅពេលឆាប់ៗនេះលោកត្រាំបាននិយាយថារដ្ឋាភិបាលអាមេរិកនឹងផ្តល់ការធានារ៉ាប់រងជាពិសេសដើម្បីការពារនាវាដឹកជញ្ជូនប្រេងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហូមូសប៉ុន្តែកុំច្រឡំលោកត្រាំបានបញ្ជាក់ថាការធានារ៉ាប់រងនេះគឺតម្រូវឲ្យបង់ប្រាក់មិនមែន free នោះទេយ៉ាងណាក៏ដោយអ្នកជំនាញបានប្រមានថាការធានារ៉ាប់រងពីអាមេរិកគឺអាចនឹងមិនគ្រប់គ្រាន់ក្នុងការបន្ធូរបន្ថយក្តីព្រួយបារម្ភរបស់ក្រុមហ៊ុននាំចេញប្រេងនោះទេហើយតម្លៃប្រេងពិតជាអាចកើនឡើងខ្ពស់